ពេលខ្លះប្តីខំប្រឹងរោគត្រុកមិនថារោគស៊ីមិនថាជួញដូរមិនថាទំនាក់ទំនងអីបែបណានេះខំប្រឹងរោគអន្ត្រាក់មិនថាធ្វើការងារសំណង់ធ្វើចំការការងារឲ្យគេទៅប្រទេសកូរ៉េទៅប្រទេសជប៉ុនទៅប្រទេសនេះប្រទេសនោះខំប្រឹងផ្ញើលុយផ្ញើកាក់ឲ្យប្រពន្ធតែប្រពន្ធខ្លះកញ្ជើធ្លុះកង់ធ្លីកបោបលហែកឲ្យតែឃើញស្អីចេញមកបន្តិចតម្លាក់លេខតម្លាក់ទីតាំងអញ្ចឹងពេលខ្លះអញ្ចឹងញាតិញោមលុយកាក់បានមកអត់ចេះទុកដាក់ហើយរបស់របរខ្លះទិញមកវាមិនមែនជាតម្រូវការប៉ុន្តែវាគ្រាន់តែជាចិត្តចង់បានដល់ទៅពេលអញ្ចឹងទៅប្តីខំប្រឹងរកមកប្រពន្ធអត់ចេះទុកដាក់គិតតែពីរឿងចាយវាខ្ជិះខ្ជាយបើត្រឹមតែចាយមកជុំងុំពេលខ្លះលេងលបែងហើយអាលេងលបែងជាពាក់គេយូរលាក់បាំងប្តីលាក់បាំងនឹងប្តីលាក់យូរទៅជាពាក់គេវាច្រើនដល់ទៅពេលបាច់រឿងប្រាវភ្លៀងគ្រូសានឹងមានសុភមង្គលទៀតអត់ញាតិញោមញោមប្រុសស្រីអត់មានទេប្រកាសជាត្រូវបែកបាក់លាញគ្នាដោយសារអារឿងការកុហកនឹងឯងមែនញាតិញោមចូលចិត្តការកុហកទេចូលចិត្តការកុហកទេញាតិញោមអត់ទេប៉ុន្តែយើងច្រើនតែចូលចិត្តកុហកមនុស្សគ្រប់គ្នាមិនចូលចិត្តការកុហកទេមិនចូលចិត្តការភូតភរទេប៉ុន្តែខ្លួនឯងមិនសូវឬក៏មិនបានសន្សំពូជមិនបានធ្វើហេតុនៃភាពស្មោះត្រង់